ចាសូមជម្រាបសួរពុកម៉ែបងប្អូនចាសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាប្រាសាទចាបុរាណខ្មែរយើងមួយទៀតហើយដែលប្រាសាទនេះក៏ស្ថិតនៅជិតនឹងប្រាសាទបាគងដែរចាប៉ុន្តែបងប្អូនភាគច្រើនគឺមិនបានដឹងថានៅទីនេះមានប្រាង្គប្រាសាទទេដោយសារតែប្រាសាទនៅរាងជ្រៅហើយបាំងដើមឈើនិងប្រាសាទគឺមិនមានដាក់ស្លាកសញ្ញាឈ្មោះរបស់ប្រាសាទនៅខាងមុខទេចាបើយើងជិះកាត់មិនចាប់អារម្មណ៍គឺមិនដឹងថាមានប្រាសាទទេចាប្រាសាទនេះគឺសាងសង់ឡើងអំពីឥដ្ឋនិងលាយជាមួយនឹងថ្មភក់ចាដែលថ្មភក់គឺយកមកសាងសង់ជាខឿននិងផ្តែរខ្លងទ្វារនិងសសរពេជ្រចាប្រាសាទគឺរងការខូចខាតអស់ច្រើនចាទាំងតួប្រាង្គនិងខឿននៃប្រាសាទយើងក៏ឃើញមាននៅចាចម្លាក់តោបាក់ធ្លាក់ចាពីពេញនឹងតែម្ដងចាពេលដែលមកដល់ទីនេះគឺយើងឃើញថាប្រាសាទមិនទាន់ទទួលបាននៅការរៀបចំជួសជុលនៅឡើយទេចាគឺមានសភាពទ្រុឌទ្រោមនិងទីធ្លាជុំវិញនៃប្រាសាទគឺមានភាពចាស្ដុករញ៉េរញ៉ៃពោពេញទៅដោយសម្រាមជាច្រើនចាពិតជាគួរឲ្យសោកស្ដាយមែនទែនសង្ឃឹមថាប្រាសាទក្នុងពេលឆាប់នឹងទទួលបាននៅការរៀបចំជួសជុលចាទាំងតួប្រាង្គនៃប្រាសាទទាំងបរិវេណនៃប្រាសាទដើម្បីជាការលើកស្ទួយនៅគេដំណើរដូនតានិងដើម្បីតេទៀងនៅភ្ញៀវជាតិនិងអន្តរជាតិឲ្យបានមកទស្សនាប្រាសាទចាហើយប្រាសាទនេះដែរក៏មានសិលាចារឹកនៅនឹងចាជញ្ជាំងទ្វារនៃប្រាសាទដែរប៉ុន្តែយើងឃើញថាសិលាចារឹកនេះគឺមានកន្លែងខ្លះបានបាក់ធ្លាក់ជ្រុះអស់ហើយចាយើងឃើញនៅសេសសល់តែខ្លះតែប៉ុណ្ណោះចានេះគឺជាសិលាចារឹកដែលនៅនឹងចាជញ្ជាំងទ្វារនៃប្រាសាទគឺយើងឃើញសេសសល់តែប៉ុន្មានបន្ទាត់តែប៉ុណ្ណោះចាផ្នែកខាងលើនិងផ្នែកខាងក្រោមគឺឃើញរបេះចាដាច់ធ្លាក់ផ្ទាំងថ្មអស់ហើយចាយើងឃើញនៅសល់តែតិចតួចតែប៉ុណ្ណោះចាពិតជាគួរឲ្យសោកស្ដាយនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាដែលខំកសាងបន្សល់ទុកចាឲ្យកូនចៅជំនាន់ក្រោយបានឃើញចាអញ្ចឹងក្នុងនាមយើងជាកូនខ្មែរគ្រប់រូបចាចូលរួមទាំងអស់គ្នាដើម្បីជាការលើកស្ទួយនិងថែរក្សានៅស្នាដៃរបស់បុព្វបុរសខ្មែរយើងគ្រាន់តែពុកម៉ែបងប្អូនអញ្ជើញមកទស្សនាប្រាសាទក៏ជាការលើកស្ទួយនៅគេដំណើរមួយនេះដែរចាអរគុណច្រើនពុកម៉ែបងប្អូនចាពេលនេះនាងខ្ញុំក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ